បាទសួស្តីនៅក្នុងវីដេអូនេះចង់ឆ្លើយនឹងសំណួរមួយដែលគេច្រើនសួរថាបើសិនជាយើងប្រើតែម្សៅប្រូតេអ៊ីនអត់ហាត់ប្រាណតើយើងអាចឡើងសាច់ដុំឬក៏អត់ចម្លើយគឺអត់ឬក៏អាចបានឡើងតិចតួចក្នុងករណីដែលរាងកាយរបស់គាត់ស្គមខ្លាំងហើយអត់ឆ្លងកាត់អាហារបំពន់គ្រប់គ្រាន់អញ្ចឹងណានៅពេលដែលគាត់ប្រើម្សៅប្រូតេអ៊ីនបន្ថែមវាអាចជួយឡើងសាច់ដុំបានខ្លះហើយឡើងខ្លាញ់ខ្លះធ្វើឲ្យគាត់មើលទៅរៀងឡើងគីឡូប៉ុន្តែតកតងទៅនឹងការជំរុញការឡើងសាច់ដុំដែលយើងពឹងទៅលើម្សៅប្រូតេអ៊ីនមួយមុខគឺអត់បានផលទេទោះបីជាយើងរៀបចំរបបអាហារឬក៏ប្រើប្រាស់តកតងទៅនឹងពួកអាហារបំពន់ដែលគេផ្សព្វផ្សាយថាជួយឡើងគីឡូឡើងសាច់ដុំឬក៏ពពួកវីតាមីនអីហ្នឹងទាំងអស់ហ្នឹងក៏យើងនឹងមិនទទួលបានការឡើងសាច់ដុំស្អាតដែរដោយសារអីដោយសារសាច់ដុំវាខុសពីខ្លាញ់ដើម្បីឲ្យវាអាចឡើងបានគឺយើងត្រូវការជំរុញវាតាមរយៈការធ្វើលំហាត់ប្រាណធ្វើលំហាត់ប្រាណគឺធ្វើលំហាត់ប្រាណលើកទម្ងន់ដើម្បីអីដើម្បីដាក់សម្ពាធទៅលើសាច់ដុំឲ្យសាច់ដុំវាបែកmuscle fiber ហ្នឹងនៅពេលដែល muscle fiber វាបែកខូចខាតពេលនោះវាចាប់ផ្ដើមទៅចាប់យកសារធាតុចិញ្ចឹមដែលសំខាន់គឺប្រូតេអ៊ីនហ្នឹងដើម្បីយកមកជួសជុលកសាងធ្វើឲ្យខ្លួនវាកាន់តែលូតលាស់ធំទៅខ្លាំងទៅអញ្ចឹងការកសាងសាច់ដុំគឺជាការត្រូវការពេលយូរមិនមែនពេលមួយអាទិត្យពីរអាទិត្យមួយខែពីរខែបានផលទេគឺត្រូវការពេលរាប់ខែរាប់ឆ្នាំដើម្បីកសាងបន្តិចម្ដងតាមរយៈការវឹកហាត់យ៉ាងយកចិត្តទុកដាក់វឹកហាត់ទៀងទាត់វឹកហាត់លើកទម្ងន់បង្កើនទម្ងន់ជាប្រចាំហើយទទួលទានរបបអាហារដែលមានកាឡូរីគ្រប់គ្រាន់មានប្រូតេអ៊ីនគ្រប់គ្រាន់អញ្ចឹងអាហ្នឹងបានយើងអាចតឡើងសាច់ដុំបានគឺមិនមែនគ្រាន់តែទៅទទួលទានម្សៅប្រូតេអ៊ីនឬក៏ទៅធ្វើតែរបបអាហារគឺយើងអាចទទួលបានសាច់ដុំទេគឺអត់បានទេហើយយើងត្រូវដឹងថាប្រូតេអ៊ីនវាមិនមែនជាថ្នាំទេវាគ្រាន់តែជាអាហារវាជាសារធាតុចិញ្ចឹមមួយនៅក្នុងចំណោម macro nutrition ណាសារធាតុចិញ្ចឹមក្រុមធំទាំង4មានកាបូហៃដ្រេតមានប្រូតេអ៊ីនមានខ្លាញ់ហ្នឹងអញ្ចឹងប្រូតេអ៊ីនវាដើរតួនាទីក្នុងការជួសជុលកសាងជាសំខាន់អញ្ចឹងវាមិនមែនថ្នាំទៅបំពន់ទៅជំរុញរាងកាយឲ្យបង្កើតសាច់ដុំអីទេអញ្ចឹងវាជាសារធាតុចិញ្ចឹមទេបើសិនជាយើងហូបវាច្រើនហួសកម្រិតបរិមាណដែលរាងកាយត្រូវការរាងកាយនឹងបំលែងវាទៅជាខ្លាញ់ស្តុកទុកសម្រាប់ប្រើប្រាស់ជាធម្មពលជាធម្មតាអញ្ចឹងវាអត់មានទៅជំរុញឲ្យកសាងសាច់ដុំច្រើននៅគ្រាន់តែហូបប្រូតេអ៊ីននៅច្រើនទេអញ្ចឹងខ្ញុំបញ្ជាក់ទៀតដើម្បីកសាងសាច់ដុំគឺយើងត្រូវការដាក់សម្ពាធទៅលើសាច់ដុំតាមរយៈការធ្វើលំហាត់ប្រាណលើកទម្ងន់ហើយទទួលទានរបបអាហារដែលមានប្រូតេអ៊ីនគ្រប់គ្រាន់មានកាឡូរីគ្រប់គ្រាន់អាហ្នឹងទើបយើងអាចឡើងសាច់ដុំបានអូខេអាហ្នឹងជាចម្លើយសម្រាប់សំណួរមួយហ្នឹង